ปรามาโลกาบังลาเดือบรอดก็บังลาชมุงเอาโลกบังลาชมุงเธออะไรเช่าการจะอย่าเลยดอเอาโลกเจ้ารถไม่ตีมงให้มันมาละกังดิเดือบรอดใจนะเอาโลกเจ้ารถสมัยนี้โกลักษณะดอกลำไผ่ฉบับหมอกกรมเธอการเจ้ารถเดินไปเนี่ยเธอการโอ้โดยใบกับมันเธอทรายนั่นทรายมันประมาณไหนบนใต้ធ្វើឲ្យពលរដ្ឋក្តៅក្រហាយទៀតហើយពុកម៉ែបងប្អូនមកតាមដានទាំងអស់គ្នានៅព័ត៌មានវគ្គ2ទៀតហើយគឺនៅស្រុកកំពង់ត្របែកក្តៅដូចបាយពុះអញ្ចឹងអាជីវកម្មជីកដីអាណាធិបតេយ្យប្រើស្លាកលេខខមហើយមានអ្នកកាងឲ្យថៅកែចិននៅពីខាងក្រោយខ្នងទៀតប្រភេទមនុស្សខបាលមន្ទល់មេឃជើងមន្ទល់ដីយើងមិនទាន់ដឹងនៅឡើយទេថាបុគ្គលខាងក្រោយខ្នងនេះថាតើជាមន្ត្រីឬក៏ជាជនស៊ីវិលខ្ញុំជឿថាបន្តិចទៀតនេះនឹងដឹងហើយបានបញ្ជូនមកអង្គភាពយើងខ្ញុំប៉ុន្តែសុំលាក់សិនដែលមកធ្វើព្យុះភ្លៀងផ្កើននឹងច្បាប់បានបញ្ជាកំហឹងឲ្យរាសសម្លឹងឈ្មោះទៅរកចំណាត់ការលោកសួនសូម៉ាលីនអភិបាលខេត្តព្រៃវែងនិងមន្ត្រីជំនាញស្រុកទាំងអស់ដែលនៅស្រុកកំពង់ត្របែកខេត្តព្រៃវែងនេះតើមេមានដឹងរឿងនេះដែរទេឬដឹងហើយធ្វើមិនដឹងបើនិយាយទៅគឺអ្នកប្រុសប្រាជ្ញតាមតុកកាហ្វេខ្លះទៀតហ្នឹងក៏លើកឡើងថាតើហ៊ានវែកមុខទេអ្នកកាងអាចកបាំងនៅខាងពីខាងក្រោយខ្នងដែរឬទេអស់លោកដែលជាមន្ត្រីជំនាញនៅក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងនេះបើសិនជាអស់លោកចិត្តសឿងគឺនឹងបង្ហាញវែកមុខមកច្បាប់ទម្លាប់សេចក្តីបំភ្លឺមកនោះបានគេហៅថាមន្ត្រីជំនាញដ៏ល្អឯកនៅក្នុងស្រុកកំពង់ត្របែកលោកនាងនិងប្រិយមិត្តទូរទស្សនិកជនយើងក្រឡេកមកមើលនៅខេត្តព្រៃវែងនៅព័ត៌មានវគ្គ2នេះឲ្យកាន់តែច្បាស់ហើយនឹងស៊ីជម្រៅជាងមុនរំលងដែលអង្គភាពយើងបានផ្សព្វផ្សាយមួយលេខក៏ឡងផុតទៅហើយភ្នាក់ងារបានបន្តពីប្រភពក៏ដូចជាមហាជនលើកឡើងបន្តថានៅទីតាំងនោះគឺនៅតែបណ្ដែតបណ្ដោយការដ្ឋានជីកយកអាចដីដែលមានទីតាំងស្ថិតនៅភូមិលបែងឃុំព្រៃឈរស្រុកកំពង់ត្របែកខេត្តព្រៃវែងបានរាយការណ៍មកបន្ថែមនៃរបាយការណ៍ជីកព្រែកជីកយកអាចដីលក់នេះជីករហូតជិតដល់ក្បាលប្រែតហើយឥឡូវនេះធ្វើឲ្យពលរដ្ឋរស់នៅក្នុងតំបន់នោះមានការផិតភ័យយ៉ាងខ្លាំងបំផុតហើយភាពមិនប្រក្រតីដ៏ចម្រូងចម្រាសដែលកំពុងផ្ទុះឡើងនៅក្នុងទីតាំងខាងលើនេះមិនមែនគ្រាន់តែជាបញ្ហាឡានដឹកដីធម្មតានោះទេពុកម៉ែបងប្អូនប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីវិបត្តិអភិបាលកិច្ចនិងការមើលងាយអំណាចច្បាប់យ៉ាងធ្ងន់ធ្ងររូបភាពឡានដឹកដីគ្មានស្លាកលេខនិងខ្លះទៀតនោះគឺប្រើស្លាកលេខខេមរៈភូមិន្ទខមបំរើឲ្យអាជីវកម្មឯកជនរបស់តកែចិនបានคล้ายជាផ្ទាំងស៊ីបនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនពលរដ្ឋនៅក្នុងតំបន់ស្រុកកំពង់ត្របែកខេត្តព្រៃវែងយ៉ាងច្រើនកកកបើនិយាយអំពីការខមមិនវិញភ្លុកទឹកភ្លុកដីនេះហើយដែលជាដំណឹងសម្រាប់បងប្អូនដែលគាត់មិនដឹងឬក៏ថ្នាក់ដឹកនាំក្នុងតំបន់ដឹងហើយធ្វើមិនដឹងណែពុកម៉ែបងប្អូនជួយពិចារណាមើលទៅឡានរាប់រយគ្រឿងដឹកដីហុយសំពងហើយជីកវិញជិតដល់ក្បាលប្រែតហើយមិនដឹងថាមានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធឬក៏អត់ទេនេះគឺជាការសង្ស័យរបស់ពលរដ្ឋនៅក្នុងតំបន់នោះសំណួរដ៏ស្រួចស្រាវដល់រាជកំពុងចង់ដឹងគឺតើមានខ្សែធំកម្រិតណាទៅឬមានមន្ត្រីពុករលួយរូបណាខ្លះដែលហ៊ានយកកិត្តិយសរដ្ឋទៅធ្វើជាខែលការពារផលប្រយោជន៍បុគ្គលនេះនិងបំផ្លាញសុវត្ថិភាពសង្គមបែបនេះពុកម៉ែបងប្អូននេះគឺជាសំណួរមួយដែលចាក់ដោតបំផុតហើយបើសិនជាអស់លោកបានស្ដាប់បើយោងតាមការអង្កេតជាក់ស្ដែងសកម្មភាពជីកដីធ្វើព្រែកក្នុងតំបន់នេះដែលនៅក្នុងភូមិលបែងឃុំព្រៃឈរស្រុកកំពង់ត្របែកខេត្តព្រៃវែងហាក់កំពុងប្រព្រឹត្តទៅដល់ភាពងងឹតស្លុបតែម្ដងគ្មានដំណាភាពនិងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទេមកទៅណាជាការសង្ស័យរបស់ពលរដ្ឋលើកឡើងដើម្បីឲ្យអង្គភាពបានផ្សព្វផ្សាយឡានដឹកដីរាប់សិបគ្រឿងដែលគ្មានស្លាកលេខសម្គាល់បើកបរយ៉ាងក៏ក្លឿនបង្កហានិភ័យដល់អ្នកធ្វើដំណើរនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរអ្វីដែលគួរឲ្យអាប់អោនបំផុតនោះគឺការប្រើប្រាស់ស្លាកលេខកងទ័ពជាតិខមទៅបម្រើឲ្យតកែចិនពេលនេះជាការរំលោភបំពានលើបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងដាច់អលង្ការហើយតាមប្រភពខ្សឹបខ្សៀវពីមូលដ្ឋាននៅក្នុងតំបន់នោះបានឲ្យដឹងថាអ្នកដែលនៅពីខាងក្រោយខ្នងអាជីវកម្មនេះគឺជាបុគ្គលដែលមានបុណ្យស័ក្តិខ្ពង់ខ្ពស់ណាស់នៅក្នុងខេត្តនិងមានលុយក្រាស់ក្រៃដែលកំពុងប្រើលបែងហ្គេមមួយពាក្យចាស់ពោលថាកន្ទិលធំបឡំដេកក្បាលទុំពេកបឡំកៅហើយ
ដែលយកតួនាទីជាមន្ត្រីមកកាងឲ្យក្រុមហ៊ុនចិននេះបាទនេះគឺប្រភពបន្តទៀតហើយកាន់តែវែងឆ្ងាយទៀតហើយពុកម៉ែបងប្អូនមកធ្វើព្យុះភ្លៀងតាមតែអំពើចិត្តបាត់នៅក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងការយកឥទ្ធិពលនៃខ្សែបណ្ដាញជាន់ខ្ពស់នេះមកសង្កត់លើច្បាប់ដោយទម្លាប់បែបនេះគឺជាការមើលស្រាលដល់ប្រព័ន្ធយុត្តិធម៌និងរដ្ឋបាលខេត្តទាំងមូលហើយប្រជាពលរដ្ឋនៅក្នុងភូមិលបែងកំពុងរស់នៅមានភាពភ័យខ្លាចនិងខូចចិត្តយ៉ាងខ្លាំងបំផុតគណៈមន្ត្រីជំនាញស្រុកហាក់បីដូចជាត្រូវលុយបិទមាត់នេះជាការលើកឡើងរបស់ពលរដ្ឋមហាជននៅក្នុងតំបន់នោះទេអង្គភាពយើងគឺបានតែត្រឹមផ្សព្វផ្សាយនៅចំណុចកណ្ដាលតែប៉ុណ្ណោះបែរជាទៅបំរើថៅកែចិននិងអ្នកមានអំណាចខលខូចជាងការការពាររាជដែលជាម្ចាស់ឆ្នោតទៅវិញយីអីក៏ម្លេះគូបញ្ជាក់ផងដែរថាប្រជាពលរដ្ឋនិងអង្គភាពសារព័ត៌មានយើងសូមលើកម្រាមដៃ10ស្នើសុំយ៉ាងទទូចទៅដល់លោកសួនសូម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងអាជ្ញាធរថ្នាក់ជាតិមេត្តាចុះអធិការកិច្ចពិនិត្យទីតាំងការដ្ឋាននេះនៅភូមិលបែងឃុំព្រៃឈរស្រុកកំពង់ត្របែកខេត្តព្រៃវែងនេះម្យ៉ាងទៀតនោះគឺវែកមុខបកស្បែកដែលអ្នកនៅខាងក្រោយអាជីវកម្មអនាធិបតេយ្យនេះជាបន្តទៅកុំទុកឲ្យបុគ្គលអាត្មានិយមមួយក្តាប់តូចនេះយកអំណាចរដ្ឋមកធ្វើជាឈ្នន់កេងចំណេញផ្ទាល់ខ្លួនរហូតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិទាំងមូលយុត្តិធម៌សម្រាប់រាស្ត្រស្លូតត្រង់ត្រូវតែបានការពារជាក់លាក់ហើយជន់ឆ្លៀតឱកាសដែលបំផ្លាញកិត្តិយសកងទ័ពនិងរដ្ឋបាលខេត្តត្រូវតែទទួលទោសទណ្ឌកម្មតាមច្បាប់ជាធរមានដើម្បីស្រោចស្រង់ជំនឿចិត្តរបស់មហាជនឡើងវិញបើយើងនិយាយអំពីការខមមិនដែលយើងបានផ្សាយមួយលេខហើយណាពុកម៉ែបងប្អូនគឺច្រើនណាស់ប៉ុន្តែយើងលើកតែចំណុចពិសេសមកឲ្យបងប្អូនស្ដាប់ដូចតទៅតើច្បាប់ស្រុកខ្មែរសម្រាប់តែអ្នកក្រមែនទេឡានអត់ស្លាកលេខនិងឡានស្លាកលេខខុសមកបើកដឹកដីឲ្យចិនតាមតែអំពើចិត្តតើបំរើជាតិឬក៏បំរើហៅប៉ៅបុគ្គលសូមលោកអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងមេត្តាចុះពិនិត្យផងកុំឲ្យមន្ត្រីក្រមអាវ៉ាតធ្វើព្យុះធ្វើភ្លៀងបិទបាំងការពិតបែបនេះទៀតបាទខមមិនទី2ពិតជាអស្ចារ្យមែនកន្ទិលធំបន្លំដេកក្បាលទំពេចបន្លំកោមន្ត្រីយើងខ្លះសុកចិត្តយកកិត្តិយសស្ថាប័នខមកទៅកាងឲ្យតកែចិនលុយចិនវាក្រាស់ពេកឬមួយអំណាចវាធំជាងច្បាប់រដ្ឋចាំមើលថាតើមានអ្នកហ៊ានប៉ះខ្សែបណ្ដាញជាន់ខ្ពស់នេះនៅពីខាងក្រោយខ្នងនឹងដែរឬទេខមមិនបន្តទៀតបាទនេះខមមិនដែលបញ្ជាក់ថាគាត់ធ្វើការនៅស្ថាប័នរដ្ឋតែសូមលាក់ប្រភពទាំងអស់ឡានដឹកដីគ្មានស្លាកលេខបើមានគ្រោះថ្នាក់ចរាចរណ៍តើឲ្យពលរដ្ឋទៅតវ៉ាជាមួយអ្នកណាផ្លូវថ្នល់ខូចអស់បើអាជ្ញាធរនៅតែបិទភ្នែកឲ្យក្រុមហ៊ុនចិនធ្វើអនាធិបតេយ្យបែបនេះជំនឿចិត្តលើឋានៈដឹកនាំប្រកាសជារលាយអស់មិនខានសុំច្បាប់ស្មើភាពគ្នាផងបាទនេះខមមិនណាបាទនេះគឺខមមិនបញ្ចប់ទៀតខ្ញុំអានបាទខមមិន4ហ្នឹងទៅស្លាកលេខខមមិនខេមរៈភូមិន្ទគឺជាមធ្យោបាយបម្រើជាតិនិងបម្រើទឹកដីមិនមែនសម្រាប់យកទៅដឹកដីយកទៅលក់ដាក់ក្នុងអាប៉ៅឲ្យក្រុមហ៊ុនឯកជននោះទេនេះជាការប្រមាថហើយដល់អង្គភាពកងទ័ពយ៉ាងធ្ងន់ធ្ងរសូមក្រសួងការពារជាតិនិងអាជ្ញាធរខេត្តវែកមុខអ្នកកាងរូបនេះឲ្យឃើញច្បាស់ក្រឡែតនិងថ្កោលទោសយ៉ាងដាច់អលង្ការបំផុតជូនពលរដ្ឋក្នុងតំបន់នៃខេត្តព្រៃវែងបាទអញ្ចឹងខ្ញុំអានតែខមមិនប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនចាំមើលមានយោបល់ឬក៏ពិចារណាតាមការគួរនិងខមមិនតាមចិត្តមកអ្វីដែលបងប្អូនចង់ខមមិនលើកឡើងដើម្បីឲ្យមហាជនត្រេះរិះគិតពិចារណាបានគ្រប់គ្នាសូមអរគុណ